សួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងសារព័ត៌មានថ្ងៃនេះគឺខ្ញុំដកស្រង់ចេញអំពី RBC Ukraine បាទនេះគឺជាសារព័ត៌មានដែលចេញផ្សាយកាលពីយប់មិញថ្ងៃទី28នៅខាងប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីហើយត្រូវនឹងថ្ងៃទី28ខែឧសភានៅសហរដ្ឋអាមេរិកហើយនៅក្នុងសារព័ត៌មាននេះគឺនិយាយអំពីការវាយសងសឹករបស់ប្រទេសអ៊ុយក្រែនវិញបាទកាលពីម្សិលមិញថ្ងៃទី27ខាងរុស្ស៊ីនឹងគឺធ្វើការវាយសន្ធប់មួយយប់នឹង2ដងតែម្ដងដោយប្រើយន្តហោះគ្មានមនុស្សបើកផងនិងកាំជ្រួចផ្លោងនោះផងបាទឥឡូវនេះគឺប្រទេសអ៊ុយក្រែនចាប់ផ្ដើមសងសឹកវិញហើយធ្វើមានការខូចខាតជាច្រើនការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅទីក្រុងមូស្គូបានបំផ្លាញបច្ចេកវិទ្យានិងបង្កឲ្យមានអគ្គិភ័យពេញទីក្រុងហើយនៅក្នុងទីក្រុងមូស្គូកាលពីយប់ថ្ងៃទី28ខែឧសភានឹងគឺមានការផ្ទុះត្រូវបានគេឮចំពេលដែលប្រតិបត្តិការពារដែនអាកាសដែលសម្ដៅទៅលើជនហោះគ្មានមនុស្សបើហើយបើយោងទៅតាមអស្ត្រានិងប៉ុស្តិ៍របស់អភិបាលក្រុងមូស្គូគឺលោក Sergei Sobyanin បានឲ្យដឹងថាជាលទ្ធផលនៃការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែននឹងគឺធ្វើឲ្យមានអគ្គិភ័យបានឆាប់ឆេះនៅក្នុង Technopark និង Zelenograd ហើយអគារមួយរបស់វាក៏ត្រូវបានខូចខាតផងដែរអភិបាលក្រុងមូស្គូនឹងក៏បានរាយការណ៍ពីការទប់ទល់នៃការវាយប្រហារឲ្យយន្តហោះគ្មានមនុស្សបើកដែលហោះឆ្ពោះទៅកាន់ទីក្រុងមូស្គូប្រហែលជាចន្លោះពីម៉ោង12:30នាទីព្រឹកហើយរហូតដល់ម៉ោង4:30នាទីព្រឹកបាទខ្ញុំលើកមកវិញបន្តិចកាលពីម្សិលមិញថ្ងៃទី27នោះរុស្ស៊ីគឺបានធ្វើការវាយប្រហារពេញមួយយប់នឹងគឺចាប់ពីម៉ោងពាក់កណ្ដាលអាធ្រាត្រនឹងផងដែរហើយរហូតដល់ម៉ោង4ព្រឹកនឹងបានវាយម្ដងទៀតឥឡូវនេះទីក្រុងគៀវគឺធ្វើការវាយប្រហារសងសឹកទៅវិញនឹងគឺដូចគ្នាពេលវេលានឹងគឺប្រហាក់ប្រហែលគ្នាតែម្ដងហើយបើយោងទៅតាមលោក Sobyanin យន្តហោះគ្មានមនុស្សបើកចំនួន33គ្រឿងគឺត្រូវបានគេរាយការណ៍ថាបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសហើយអត់ទាន់ដឹងថាមានយន្តហោះគ្មានមនុស្សបើកចំនួនប្រមាណទេដែលទីក្រុងគៀវនឹងគឺបាញ់ចូលទៅដល់ទីក្រុងមូស្គូនោះហើយលោកក៏បានគូសបញ្ជាក់ម្ដងហើយម្ដងទៀតថាដំបងឡើយមិនមានការខូចខាតធ្ងន់ធ្ងរឬក៏មានការស្លាប់បាត់បង់ជីវិតនោះទេហើយថាអ្នកឯកទេសខាងផ្នែកសេវាសង្គ្រោះបន្ទាន់គឺកំពុងតែធ្វើការនៅកន្លែងដែលបំណែកយន្តហោះគ្មានមនុស្សបើកធ្លាក់ទោះបីជាមានការបាញ់ទម្លាក់នៅយន្តហោះគ្មានមនុស្សបើកនោះក៏ដោយក៏បំណែកឬក៏បំផ្ទុះឬក៏គ្រឿងផ្ទុះរបស់យន្តហោះគ្មានមនុស្សបើកនឹងធ្លាក់មកគឺចំផ្ទះសម្បែងឬក៏ចំអគាររបស់ប្រជាពលរដ្ឋនោះផងដែរជាពិសេសទៅគឺខាងកងទ័ពអ៊ុយក្រែននឹងគឺសម្ដៅតែទីតាំងសំខាន់របស់រុស្ស៊ីតែប៉ុណ្ណោះបាទគឺវាខុសគ្នាពីខាងកងទ័ពរុស្ស៊ីនោះគឺតែងតែបាញ់ឬក៏វាយប្រហារនឹងគឺទៅចំមន្ទីរពេទ្យសាលារៀនហើយនឹងប៉ះពាល់ទៅដល់ផ្ទះសម្បែងរបស់ប្រជាជនផងដែរគាត់បានធ្វើសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះជាពិសេសគឺតាកតងទៅនឹងផលវិបាកនៅតំបន់ Zelenograd សម្រាប់ឯកសារយោង Zelenograd គឺជាស្រុកមួយនៅក្នុងចំណោមស្រុកទាំង12នៃរដ្ឋធានីប្រទេសរុស្ស៊ីហើយក៏វាមានទីតាំងនៅខាងក្រៅផ្លូវក្រវ៉ាត់ក្រុងទីក្រុងមូស្គូប្រហែលជា37គីឡូម៉ែត្រភាគពាយព្យនៃកណ្ដាលទីក្រុងមូស្គូហើយនៅថ្ងៃទី28ខែឧសភាការផ្ទុះត្រូវបានឮនៅក្នុងទីក្រុងជាច្រើននៅក្នុងតំបន់មូស្គូដោយសារតែសកម្មភាពការពារដែនអាកាសចំពេលមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកអាជ្ញាធរមូលដ្ឋានបានអះអាងថាយន្តហោះគ្មានមនុស្សបើកដែលហោះឆ្ពោះទៅកាន់ទីក្រុងមូស្គូ
គឺត្រូវបានបាញ់ទម្លាក់ហើយនៅត្រង់ចំណុចនេះនៅក្នុងសារព័ត៌មាននេះក៏អត់បានបញ្ជាក់យ៉ាងច្បាស់លាស់ថាតើបានបាញ់ទម្លាក់នឹងចំនួនប្រមាណពិតប្រាកដបើខាងលើគឺបាននិយាយថាបានបាញ់ទម្លាក់33គ្រឿងប៉ុន្តែមិនដឹងថាកងទ័ពអ៊ុយក្រែននឹងការបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបាងនឹងប្រមាណគ្រឿងនោះទេប្រតិបត្តិការនៃអាកាសយានដ្ឋាននៅទីក្រុងមូស្គូដូចជា Domo de Dovo និង Vinogovo និង Zhukovsky ត្រូវបានផ្អាកការផ្ទុះត្រូវបានគេរាយការណ៍ថានៅក្នុងចំណោមកន្លែងផ្សេងទៀតគឺដូចជានៅ Podolsk, Troyes និង Ramenskoye នៅក្នុងតំបន់មូស្គូ